Too slow คลีคลี សួស្តីដល់អ្នកថ្ងៃនេះខ្ញុំមក Skyline Queen Town ដើម្បីជិះ Lush ចុះពីលើភ្នំដំបូងយើងត្រូវតែងសំបុត្រសិនយើងចង់ជិះមិនជុំ Skyline គេគិតផ្សេង Lush គិតផ្សេងអញ្ចឹងណាហើយអា Skyline ដែលជិះឡើងភ្នំហ្នឹងកម្ពស់វាឡើង450ម៉ែត្រហើយគឺស្អាតមែនតើស្រួលជិះហើយជាពិសេសនៅពេលដែលយើងជិះ Skyline ក៏យើងបានឃើញទេសភាពដ៏ស្រស់ស្អាតរបស់ Queen Town ដែរពេលហ្នឹងបងស្រីខ្ញុំគាត់ចាប់ផ្ដើមទងន់ដែរអញ្ចឹងគាត់ជិះអា Lush ហ្នឹងអត់បានទេអញ្ចឹងគាត់បានត្រឹមតែជិះ Skyline ដើម្បីឡើងមកលើមើលទេសភាពហើយមកដល់លើហើយគេនឹងបរៀនយើងជិះទោះតែយើងធ្លាប់ជិះក៏ដោយមិនធ្លាប់ជិះក៏ដោយក៏ត្រូវរៀនសិនដែររបៀបចាប់ប្រាំងរបៀបទៅមុខវាមានតែពីរហ្នឹងឯងសិនជាក្មេងតូចជាង6ឆ្នាំអាចជិះមួយម៉ាក់ប៉ាបានគេមាន Lush រៀងធំដែរនិយាយពីទេសភាពនៅពេលដែលយើងជិះចុះមកគឺស្អាតមែនតើឃើញទាំងទេសភាពភ្នំទេសភាពសមុទ្រនិយាយទៅត្រជាក់ភ្នែក Full HD ហ្មងដោយសារតែពេលហ្នឹងឃើញមេឃបើកថ្ងៃអញ្ចឹងណាតែយើងនៅលើភ្នំរៀងខ្ពស់អញ្ចឹងត្រជាក់មែនតើខ្ញុំឯងគឺពាក់អាវល្ងាជាប់ខ្លួនហ្មងហើយសម្រាប់អ្នកគាត់ចូលចិត្តដូច activity outdoor ខ្ញុំ recommend អាជិះ Lush នេះមែនតើនៅសៀមរាបយើងក៏មានដែរអានេះនៅពេលដែលយើងជិះមកដល់ក្រោមហើយយើងត្រូវយកអា Lush ហ្នឹងឡើងទៅលើវិញហើយមនុស្សច្រើនមែនតើមកពីគ្រប់ទិសទីហ្មងគឺមកលេងអាហ្នឹងពេលជិះឡើងទៅវិញស្រាវដែរហ្នឹងដោយសារតែគេឲ្យជិះនេះអាហ្នឹងដូចបង់អញ្ចឹងណាវាមានតែ safety ពីមុខយើងបន្តិចទេហើយដាក់អា Lush ហ្នឹងនៅខាងក្រោមជើងយើងដើម្បីឡើងទៅលើហើយគឺអត់មានកញ្ចក់អត់មានអីបាំងចិត្តទេយើងគឺយើងមើលទេសភាពបានពេញភ្នែកហ្មងត្រជាក់ភ្នែកសាហាវហើយនេះខ្ញុំចោះទៅវិញណាឃើញក្រុងរបស់ Queen Town ឃើញទេសភាពស្អាតមែនតើបើសិនអ្នកគាត់បានមកត្រូវមកលេងអានេះ